បញ្ហាដែលខ្ញុំនិយាយទាំងសង្គ្រាមអីផ្ទុះឡើងស្អីអសន្តិភាពហើយយើងមិនអភិវឌ្ឍខ្លួនយើងតែបំផ្លាញខ្លួនយើងអានឹងរឿងផ្សេងតែបើដូចយើងធ្វើតាំងពី79មកនេះអត់មានបំផ្លាញខ្លួនយើងរឿងបញ្ហាវាមានខ្ញុំជឿវាមិនអស់ទេគ្មានប្រទេសមួយណាដែលគ្មានបញ្ហានោះទេមហាអំណាចនៅអាមេរិកក៏ដោយពេលបោះឆ្នោតម្ដងគណៈបកមួយតែងតែលើកយកបញ្ហានេះបញ្ហានោះជាប្រធានបទក្នុងការបោះឆ្នោតចង់ឲ្យ improve តែយើងត្រូវទៅធ្វើរាជរដ្ឋាភិបាលចាប់ផ្ដើមពីការទទួលស្គាល់នៅបញ្ហាដែលមានដើម្បីដាក់ធ្វើចឹងហើយបានជាសម្ដេចតេជោអនុវត្តកំណែទម្រង់ឆ្នាំ89ដើម្បីឲ្យកម្មសិទ្ធិនឹងពេញសិទ្ធិតែម្ដងទៅយើងចេញពីអពតមកអត់មានទេឆ្លោះគ្នាប្រជាពលរដ្ឋយើងក៏ដូរទីលំនៅច្រើនបាទចឹងបានកាលឆ្នាំ93ពេលយើងបោះឆ្នោតខ្ញុំចាំគណៈបព្វហ៊ុនស៊ិនប៉ិចគាត់សន្យាថាបើសិនជាគាត់ជាប់គាត់នឹងឲ្យកម្មសិទ្ធិមុនសង្គ្រាមតែកាលនោះបើសិនជាធ្វើបែបនោះគឺកាប់ចាក់គ្នាផងព្រោះអ្នកខ្លះពេលដែលផុតអពតគាត់ទៅនៅភូមិស្រុកវិញតែអ្នកខ្លះអត់ទៅនៅទេ